ងាយសម្រាប់អ្នកដែលគាត់ចូលចិត្តញ៉ាំរបស់ចេកចុកតិចកំដងមាត់អីហ្នឹងធ្វើបាយក្តាំងនេះទុកញ៉ាំប៉ុន្តែមិនមែនឲ្យញ៉ាំរហូតរាល់ថ្ងៃទេម្ដងម្កាលញ៉ាំតិចបានសូមមើលវិធីងាយក្នុងការធ្វើបាយក្តាំងបំពងដែលគ្រាន់តែសន្សំបាយក្តាំងដែលយើងដាំបាយញ៉ាំរាល់ថ្ងៃហ្នឹងសន្សំបាយក្តាំងទុកទៅហើយមិនបាច់ចាំដាក់ហានៅខាងក្រៅក៏បានដែរសម្រាប់ខ្ញុំដាក់ហាទៅក្នុងផ្ទះហ្នឹងបាយក្តាំងស្ងួតល្អហើយយើងសន្សំវាបានច្រើនល្មមដែលយើងចង់ញ៉ាំយើងអាចបំពងវាញ៉ាំបានភ្លាមដូចខ្ញុំនេះសន្សំរាល់ថ្ងៃបានបាយក្តាំងយកមកបំពងបានច្រើនស្រួយល្អបាយក្តាំងបំពងនេះយើងអាចញ៉ាំជាមួយទឹកជ្រលក់ផ្សេងហើយមានសាច់ជ្រូកផាត់ក៏យើងញ៉ាំជាមួយឆ្ងាញ់តែសម្រាប់ខ្ញុំគឺចូលចិត្តរួយជាមួយទឹកស៊ីអ៊ីវបាយក្តាំងបំពងនេះបើសិនជាមានច្រើនយើងចង់ទុកឲ្យបានច្រើនថ្ងៃក៏បានដែរពេលដែលវាត្រជាក់ហើយយើងអាចទុកវាទៅក្នុងកែវយើងដាក់ក្នុងកែវហើយបិទវាចិត្តបែបនេះមកពេលទំនេរយើងយកវាមកញ៉ាំនេះគឺអាហារសម្រន់របស់ខ្ញុំពេលមកពីធ្វើការយកមកដុំមកញ៉ាំជាមួយទឹកស៊ីអ៊ីវឬក៏ទឹកជ្រលក់ផ្សេងអាចញ៉ាំជាមួយនឹងជាបង្អែមក៏បានដែរសូមអរគុណហើយក៏សូមរីករាយនៃការចែករំលែកខ្លីៗនៃចំណេះដឹងនៃការធ្វើម្ហូបរបស់នាងខ្ញុំ